លោក Trump និយាយថាលោកនឹងមិនបញ្ជូនមន្ត្រីទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាទេលោកប្រធានាធិបតី Trump កាលពីថ្ងៃអាទិត្យបាននិយាយថាមន្ត្រីអាមេរិកនឹងមិនធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់ទេលោក Trump បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួនតាមទូរស័ព្ទនៅលើកម្មវិធី The Sunday Briefing របស់ Fox News ថាយើងមានកាត់ទាំងអស់ប្រសិនបើពួកគេចង់និយាយពួកគេអាចមករកយើងឬពួកគេអាចទូរស័ព្ទយើងបានអ្នកដឹងទេមានទូរស័ព្ទយើងមានខ្សែទូរស័ព្ទដែលមានសុវត្ថិភាពល្អទោះបីជាខ្ញុំមិនប្រកាសថាខ្សែទូរស័ព្ទណាមួយមានសុវត្ថិភាពក៏ដោយប៉ុន្តែយើងមានខ្សែទូរស័ព្ទដែលមានសុវត្ថិភាពហើយប្រសិនបើពួកគេចង់បានយើងអាចនិយាយគ្នាបានប៉ុន្តែយើងមិនបញ្ជូនមនុស្សឲ្យធ្វើដំណើរ18ម៉ោងដើម្បីជួបប្រជុំគ្នាទេលោកប្រធានាធិបតី Trump កាលពីថ្ងៃអាទិត្យបាននិយាយថាមន្ត្រីអាមេរិកនឹងមិនធ្វើដំណើរទៅកាន់ប្រទេសប៉ាគីស្ថានសម្រាប់ការចរចាសន្តិភាពទាក់ទងនឹងសង្គ្រាមអ៊ីរ៉ង់ទេលោក Trump បាននិយាយក្នុងអំឡុងពេលបង្ហាញខ្លួនតាមទូរស័ព្ទនៅលើកម្មវិធី The Sunday Briefing របស់ Fox News ថាយើងមានកាត់ទាំងអស់ប្រសិនបើពួកគេចង់និយាយពួកគេអាចមករកយើងឬពួកគេអាចទូរស័ព្ទយើងបានអ្នកដឹងទេមានទូរស័ព្ទយើងមានខ្សែទូរស័ព្ទដែលមានសុវត្ថិភាពល្អទោះបីជាខ្ញុំមិនប្រកាសថាខ្សែទូរស័ព្ទណាមួយមានសុវត្ថិភាពក៏ដោយនិយាយឲ្យត្រង់ទៅយើងមានខ្សែទូរស័ព្ទដែលមានសុវត្ថិភាពហើយប្រសិនបើពួកគេចង់បានយើងអាចនិយាយគ្នាបានប៉ុន្តែយើងមិនបញ្ជូនមនុស្សឲ្យធ្វើដំណើរ18ម៉ោងដើម្បីជួបប្រជុំគ្នានោះទេលោកបានបន្ថែមលោកប្រធានាធិបតីបានធ្វើអត្ថាធិប្បាយស្រដៀងគ្នានេះនៅថ្ងៃសៅរ៍នៅពេលដែលលោកបានលុបចោលកិច្ចពិភាក្សាដែលគ្រោងនឹងធ្វើឡើងនៅទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានលោក Trump បានសរសេរនៅពេលនោះថាខ្ញុំទើបតែលុបចោលដំណើររបស់តំណាងរបស់ខ្ញុំទៅកាន់ទីក្រុងអ៊ីស្លាមាបាតប្រទេសប៉ាគីស្ថានដើម្បីជួបជាមួយអ៊ីរ៉ង់លោកបានបន្តថាខ្ជះខ្ជាយពេលវេលាច្រើនពេកលើការធ្វើដំណើរការងារច្រើនពេកក្រៅពីនេះមានការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លានិងការភ័ន្តច្រឡំនៅក្នុងភាពជាអ្នកដឹកនាំរបស់ពួកគេគ្មាននរណាម្នាក់ដឹងថាអ្នកណាជាអ្នកទទួលខុសត្រូវទេរួមទាំងពួកគេផងដែរម្យ៉ាងទៀតយើងមានសัญลักษณ์ B ទាំងអស់ពួកគេគ្មានសัญลักษณ์ B ទេប្រសិនបើពួកគេចង់និយាយអ្វីដែលពួកគេត្រូវធ្វើគឺគ្រាន់តែទូរស័ព្ទទៅការកត់សម្គាល់របស់លោកធ្វើឡើងបន្ទាប់ពីដំណើរទស្សនកិច្ចរបស់លោកអនុប្រធានាធិបតី Vance ទៅកាន់ទីក្រុងអ៊ីស្លាមាបាតកាលពីសប្តាហ៍មុនលោក Vance ត្រូវបានគេសន្មតថានឹងចូលរួមកិច្ចចរចាដោយផ្ទាល់ជាមួយបេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅមជ្ឈមបូព៌ាលោក Steve Witkoff និងកូនប្រសាររបស់លោក Trump គឺលោក Jared Kushner ផ្ទុយទៅវិញលោក Trump បានពង្រីកបទឈប់បាញ់ជាមួយអ៊ីរ៉ង់ដោយគ្មានកំណត់រហូតដល់មន្ត្រីរបស់ទីក្រុងតេហ៍អ៊ីរ៉ង់បង្ហាញសំណើដើម្បីបញ្ចប់សង្គ្រាមទោះជាយ៉ាងណាក៏ដោយលោក Trump បាននិយាយថាគោលដៅរបស់សហរដ្ឋអាមេរិកសម្រាប់កិច្ចព្រមព្រៀងមួយគឺច្បាស់លាស់សាមញ្ញណាស់ពួកគេមិនអាចមានអាវុធនុយក្លេអ៊ែរបានទេបើមិនដូច្នោះទេគ្មានហេតុផលដើម្បីជួបគ្នាទេលោក Trump បានប្រាប់ Jaquai Heinrich របស់ Fox News លោក Trump បានតស៊ូដើម្បីទទួលបានការគ្រប់គ្រងទាំងស្រុងលើច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកដ៏សំខាន់សម្រាប់ការដឹកជញ្ជូនប្រេងនិងជាចំណុចកណ្ដាលអន្តរជាតិសម្រាប់សង្គ្រាមអ៊ីរ៉ង់បានដាក់មីននៅក្នុងទឹកដែលរារាំងកប៉ាល់មិនឲ្យធ្វើដំណើរឆ្លងកាត់ដោយសុវត្ថិភាពខណៈពេលដែលយោធាអាមេរិកបានចាប់ផ្ដើមការបិទផ្លូវទឹកដើម្បីការពារទីក្រុងតេហ៍អ៊ីរ៉ង់ពីការអនុម័តជាជម្រើសលើនាវាមួយចំនួនសម្រាប់ការធ្វើដំណើរលោក Trump បាននិយាយថាការបិទផ្លូវទឹកនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចរបស់អ៊ីរ៉ង់ខណៈពេលដែលទទួលស្គាល់ថាធនធានរបស់ពួកគេកំពុងថយចុះក្នុងចំណោមភាពមិនប្រាកដប្រជានៃការចរចាសន្តិភាពខ្ញុំគិតថាអត្ថប្រយោជន៍ដ៏ធំគឺថាយើងបានដកកងទ័ពជើងទឹករបស់ពួកគេចេញទាំងស្រុងយើងបានដកកងទ័ពអាកាសរបស់ពួកគេចេញគ្មានកងទ័ពអាកាសនៅសល់ទេពួកគេគ្មានកងទ័ពជើងទឹកនៅសល់ទេប្រធានាធិបតីបាននិយាយមេដឹកនាំរបស់ពួកគេបានចាក់ចេញហើយដែលជារឿងល្អពួកគេមានភាពជ្រុលនិយមខ្លាំងជាងមនុស្សដែលយើងកំពុងដោះស្រាយជាមួយឥឡូវនេះមនុស្សដែលយើងកំពុងដោះស្រាយជាមួយឥឡូវនេះពួកគេខ្លះជាមនុស្សសមហេតុផលហើយខ្លះទៀតមិនសមហេតុផលទេហើយពួកគេមិនចុះសម្រុងគ្នាទេគីលោកបានបន្ថែមមេដឹកនាំកម្ពុជាអ៊ីរ៉ង់លោក Mojtaba Khamenei បានរងរបួសយ៉ាងធ្ងន់ធ្ងរហើយកំពុងត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកដើម្បីការពារការវាយប្រហារបន្ថែមទៀតពីការឆក់យកជីវិតរបស់គាត់យ៉ាងណាក៏ដោយស្ថានទូតអ៊ីរ៉ង់ប្រចាំអាហ្វ្រិកខាងត្បូងបាននិយាយកាលពីថ្ងៃសៅរ៍ថាទីក្រុងតេហ៍អ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចដើម្បីចាប់ផ្ដើមការវាយប្រហារដោយមីស៊ីលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងមូលដ្ឋានទ័ពអាមេរិកនិងអ៊ីស្រាអែលនៅអាស៊ីខាងលិចប្រសិនបើប្រទេសទាំងពីរវាយប្រហារម្ដងទៀតក្នុងអំឡុងពេលចរចាស្ថានទូតបានបង្ហោះនៅលើវេទិកាសង្គមថាអ៊ីរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការវាយប្រហារដោយមីស៊ីលដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រប្រឆាំងនឹងមូលដ្ឋានទ័ពអ៊ីស្រាអែលនិងសហរដ្ឋអាមេរិកនៅអាស៊ីខាងលិចដែលត្រូវចាប់ផ្ដើមភ្លាមនៅពេលរកឃើញសញ្ញាណាមួយនៃការវាយប្រហារតើអ្នកយល់យ៉ាងណាចំពោះព័ត៌មាននេះសូមបងប្អូនជួយបញ្ចេញយោបល់ផ្ទាល់ខ្លួនរបស់បងប្អូននៅខាងក្រោមដើម្បីទទួលបានវីដេអូថ្មីមុនគេសូមចុច Like Share និង Follow ម្នាក់មួយផងសូមអរគុណ